សួស្តីប្រិយមិត្តទាំងអស់គ្នាសូមស្វាគមន៍សាជាថ្មីថ្ងៃនេះយើងមកបន្តសាច់រឿងកាលីដូស្កូបវគ្គ2ជាមួយនឹងគ្នាតើឥឡូវនេះយើងកុំចំណាយពេលយូរយើងនៅទៅតាមដានតែហ្មងទៅតែក៏ភ្លេចជួយ Subscribe ដាក់សញ្ញាកណ្ដឹងផងសាច់រឿងយើងកាត់មកពីអតីតកាលវិញយើងបានឃើញថាជូឌីនឹងបានផ្សំធាតុឥដ្ឋមួយយ៉ាងដែលធ្វើជាទម្រង់សគ្រាប់បន្ទាប់មកនាងយកទៅពន្ធនាគារហើយពេលហ្នឹងដែរប៉ូលីសនឹងក៏បានឆែកកាតាបនាងក៏បានឃើញស្ករក្របហ្នឹងពេលនោះនាងបានហូចអ្វីមួយយ៉ាងពីសន្លឹកធ្វើឲ្យប៉ូលីសហ្នឹងបានអនុញ្ញាតឲ្យនាងចូលទៅពេលដែលចូលទៅដល់ក្នុងហ្នឹងនាងក៏បានជួបជាមួយនឹង Stan នឹងបានឲ្យ SIM ទៅគេមួយចំនួនព្រមទាំងស្ករក្របហ្នឹងផងដែរអត់មានអ្នកដឹងថា SIM ក្នុងហ្នឹងគេប្រើប្រាស់ធ្វើអីគេនោះទេបើអ្នកទាំងអស់គ្នាដឹងជួយ comment ដាក់ខាងក្រោមឲ្យ admin អ្នកមួយផងតែនឹងគេបានដើរចែកចាយអា SIM ហ្នឹងទៅអ្នកទាំងអស់គ្នាមិនដឹងថាក្នុងគោលបំណងអ្វីនោះទេហើយអាស្ករក្របដែលជូឌីបានឲ្យហ្នឹងក៏បានដើរចែកចាយម្នាក់មួយផងដែរហើយដល់ពេលដែលកំពុងចែកចាយហ្នឹងក៏មានបរិសម្នាក់បានមើលឃើញគេពេលដែលគេនៅកន្លែងចុងភៅហ្នឹងតែហ្នឹងគេក៏បានលួចកាត់អាកំប៉ុងដែកហ្នឹងចំពេលហ្នឹងដែរលពូមិញដែលបានមើលគេឃើញនឹងក៏បានដើរចូលមកប្រងតែយកកំបិតចាក់គេទៀតផងក៏ប៉ុន្តែអាកំបិតហ្នឹងជាប់ចង្វាក់មិនអាចធ្វើគាត់នឹងដកបាននោះទេហើយលពូម្នាក់ហ្នឹងបានចោទប្រកាន់ទៅគេថាតែហ្នឹងបានយកលេខទូរស័ព្ទរបស់គាត់ហ្នឹងយកទៅលក់ចែកចាយឲ្យអ្នកទាំងអស់គ្នាក្នុងហ្នឹងបន្ទាប់មកគាត់ក៏បានយកអាប្រដាប់លុញហ្នឹងវាយចំក្បាលគេធ្វើឲ្យគេហូរឈាមឡើងកក្លាក់តែពេលហ្នឹងលពូលេអូរបស់យើងហ្នឹងក៏បានដើរមកទីហ្នឹងបានគម្រាមពួកគេដើម្បីឲ្យចេញពីទីហ្នឹងទៅបើមិនចឹងទេគាត់នឹងប្រាប់ប៉ូលីសឲ្យគេបន្ថែមទោសហើយពួកគេហ្នឹងក៏បានដើរចេញទាំងអស់គ្នាទៅពេលដែលពួកគេចូលកន្លែងវិញតែហ្នឹងគេក៏បានយកអក្សរដែលគេទុកក្នុងសៀវភៅហ្នឹងឲ្យទៅលោកលេអូព្រឹកឡើងពេលដែលគាត់ទៅជួសជុលឡានហ្នឹងដៃរបស់ខ្លួនក៏ស្រាប់តែញ័រឡើងទៅតាត់ហើយឃើញមិនស្រួលហ្នឹងគាត់ក៏បានដើរចេញពីទីហ្នឹងទៅកាត់មកពេលយប់វិញគាត់កំពុងតែសូនរូបមេអំបៅមួយហើយក៏បានឃើញ Stan ហ្នឹងគេងលក់យ៉ាងស្កប់ស្កល់ពេលដែលកំពុងតែគេងលក់ហ្នឹង Stan គេក៏បានឮសំឡេងធ្ងរក្រហឹមរបស់លោកពូលេអូហើយខ្លួនឮអញ្ចឹងខ្លួនក៏បានដាស់គាត់តែទោះបីជាគេខំដាស់យ៉ាងណាក៏លោកពូលេអូហ្នឹងមិនបានឆ្លើយតបនឹងខ្លួនផងដែរហើយព្យាយាមដាស់នៅពេលហ្នឹងលោកពូលេអូក៏បានធ្លាក់ពីលើគ្រែមកដីហើយស្មារតីគាត់ហាក់បីដូចជាស្ពឹកស្រទន់អញ្ចឹងលុះព្រឹកឡើងហ្នឹងគ្រូពេទ្យក៏បានមកជួបគាត់បាននិយាយថាខ្លួនមានជំងឺមួយយ៉ាងដែលពិបាកនៅក្នុងការព្យាបាលខ្លាំងត្រឹមតែប៉ុណ្ណោះលោកគ្រូពេទ្យហ្នឹងក៏បានប្រាប់ទៅគាត់ថាខ្លួនហ្នឹងប្រហែលជាមានជំងឺ Parkinson ហើយមិនដឹងថាគាត់នឹងអាចរស់បានយូរប៉ុណ្ណានោះទេពេលដែលគាត់ដើរចេញមកខាងក្រៅនឹងដៃរបស់គាត់នឹងក៏ចាប់ផ្ដើមញ័រទៀតហើយពេលហ្នឹងក៏បានជួបជាមួយនឹង Stan គាត់មិនចង់ប្រាប់រឿងនេះទៅកាន់ Stan នោះទេផ្ទុយទៅវិញលោកពូលេអូនឹងចង់នាំ Stan នឹងរត់ចេញពីគុកនឹងតែម្ដងហើយបន្ទាប់មកជូឌីនឹងក៏បានមកជួប Stan តែពេលហ្នឹងដែរ Bob នឹងគឺគេបានមកជាមួយពួកគេដំបូងនឹងគឺមិនស្គាល់គ្នានោះទេអាពេលនិយាយជាមួយនឹង Bob គេបាននិយាយទៅកាន់ Stan ចេះមួយចោះមួយឌឺអញ្ចឹងណាតែធ្វើឲ្យ Stan នឹងខឹងជាមួយនឹងគេខ្លាំងមែនតើពេលដែលនិយាយចប់សក់គ្រោះអស់ហើយនោះគេក៏ដល់ម៉ោងត្រូវចូលទៅក្នុងកន្លែងរបស់ខ្លួនវិញហើយអ្នកទាំងពីរនឹងក៏បានរៀបគម្រោងការថានឹងរត់ចេញទៅជាមួយនឹងគ្នាឲ្យព្រឹកឡើងនឹង Stan ក៏បានមកជួដីដោយអត្រាមួយហ្នឹងគេនឹងក៏បានដាក់ដុំថ្មដើម្បីវាខ្ទាតប៉ះឡានឲ្យបែកកញ្ចក់អញ្ចឹងណាហើយឡានហ្នឹងផងដែរគឺជាឡានរបស់ពេកដុកទ័រនឹងឯងដែលបានមកព្យាបាលលោកពូលេអូលោកដុកទ័រហ្នឹងក៏បានមកព្យាបាលគេនៅក្នុងបន្ទប់ធម្មតាពេលដែលព្យាបាលរួចហើយនោះគេក៏បានដើរទៅជាមួយនឹងប៉ូលីសលោកពូលេអូហ្នឹងក៏បានធ្វើជាសន្លប់ដួលទៅយកដីឥដ្ឋហ្នឹងយកពុំសោរបស់ប៉ូលីសហ្នឹងទៅហើយឡានដុកទ័រហ្នឹងក៏បានត្រូវលោកពូលេអូហ្នឹងជួសជុលពេលដែលគាត់បើកគូតក្រោយក៏បាននៅឃើញវិធីសាស្ត្រមួយលុះស្អែកឡើងយើងក៏បានឃើញ Stan គេរៀបចំដាក់អ្វីនោះទេនៅក្នុងម្ហូបដើម្បីបំពុលអ្នកហូបអាហារហ្នឹងអញ្ចឹងណាពេលដែលពួកគេបានយកម្ហូបម្នាក់មួយទៅហូបហ្នឹងព្រោះពួកគេហ្នឹងហាក់បីដូចជាមានភាពសប្បាយនឹងលោឡាពេញនៅកន្លែងហ្នឹងទៅហើយ Stan ហ្នឹងគេក៏បានធ្វើឲ្យមុតដៃខ្លួនឯងដើម្បីទៅមន្ទីរពេទ្យជួបជាមួយនឹងលោកពូលេអូហ្នឹងឯងពេលដែលអ្នកទាំងពីរបានជួបគ្នាហើយនៅកន្លែងហូបអីហ្នឹងក៏មានអ្នករាយការណ៍ដើម្បីសុំជំនួយដែលធ្វើឲ្យពួកប៉ូលីសហ្នឹងបាននាំគ្នាចេញទៅហើយឃើញឱកាសល្អអញ្ចឹងលោកពូលេអូក៏បានយកកដែកដែល Stan ហ្នឹងបានឲ្យយកទៅចាក់ខ្នោះហ្នឹងបានសម្រេចទាំងពីរនាក់ក៏បាននាំគ្នារត់ចេញទាំងបញ្ញាបញ្ញាពេលដែលដល់កន្លែងចាក់សោទ្វារហ្នឹងលោកពូលេអូក៏បានយកអពុំសោហ្នឹងចាក់ក៏ប៉ុន្តែវាចាក់ហាក់បីដូចជាមិនទាន់ត្រូវនោះទេហើយបានដឹងថាមានប៉ូលីសគេបានចេញមកដល់ Stan ហ្នឹងគេក៏បានសម្រេចចិត្តដើម្បីបញ្ឆោតប៉ូលីសឲ្យយកខ្លួនហ្នឹងទៅដាក់នៅកន្លែងដើមវិញក៏បានឲ្យលោកពូលេអូហ្នឹងរត់ចេញពីទីហ្នឹងទៅគាត់ក៏បានរត់ចូលកូតឡានរបស់លោកគ្រូដុកទ័រហ្នឹងបានសម្រេចពេលដែលដល់កន្លែងឆែកឆេរហ្នឹងពួកប៉ូលីសហ្នឹង
mà bạn khơi quạt nó nực trong cụt là nụ tê về đây doctor bạn mà đọc té quạt của bạn lụi chênh bị trong là năng tơ hay các bạn tơ chụp chỉ mùi năng nè sấy vàng vì cái trong oi niêng phơi passport rồi mày ở kêu năng chạ chênh bị bật tê nâng tại môn năng chạ chênh quạt năng cái trong chụp côn xây để bọc quạt chỉ lựa trong còi bằng đai côn xây để bọc quạt năng cứ chia hàn nà năng ai lô sai lá năng phụ bật lấy năng của bạn một đom khnia nợ té lục doctor bạn xua bị đầm na đam tông hay các bạn choประกัน ทาโลดรនឹងបាននាំគេចាក់ចេញពីទីនឹងផងដែរតែដោយសារតែមិនមានផតតាំងច្បាស់លាស់ដូច្នេះហើយគេមិនអាចសន្និដ្ឋានបាននោះទេពេលដែលហាន់ណានាងចេញពីកន្លែងធ្វើការវិញហ្នឹងលោកពូលេអូក៏បានហៅនាងសុំនាងនិយាយជាមួយគ្នាត្រឹមតែពី3នាទីតែប៉ុណ្ណោះពេលដល់កន្លែងនិយាយហ្នឹងគាត់ក៏បាននិយាយសុំទោសកូនរបស់ខ្លួនដែលបានទុកនាងចោលហើយនៅតែម្នាក់ឯងរឿងរ៉ាវទាំងអស់ហ្នឹងគាត់និយាយថាធ្វើដើម្បីនាងនោះទេនឹងបាននិយាយរំលឹកដល់ម្ដាយរបស់នាងដែលគាត់នឹងបានចាក់ចេញអស់ពេលជាយូរហាន់ណាហ្នឹងនាងក៏បាននិយាយថាខ្លួននឹងមិនបានចាប់ទុកលោកពូលេអូនឹងជាពុករបស់ខ្លួននោះទេហើយនាងបាននិយាយបន្តថាតម្រាំតែនាងបានខ្លាចខ្លួនទៅជាមនុស្សបែបនេះនាងបានលក់ខ្លួនផងអីផងដើម្បីយកលុយផ្គត់ផ្គង់ការសិក្សារហូតធ្វើឲ្យនាងឈានដល់ដំណាក់កាលមួយនេះដោយនិយាយបណ្ដាស្រក់ទឹកភ្នែកបណ្ដាហើយនាងក៏បានដើរចេញពីឪពុកទៅឪពុកនៅតែមិនអស់អាល័យពីកូនក៏បានដើរតាមនាងរហូតចូលទៅដល់ក្រុមហ៊ុននាងក៏បានជួបជាមួយនឹងលោករកជើហើយរកជើនឹងហាន់ណាមើលទៅអ្នកទាំងពីរហាក់បីដូចជាឪពុកកូនជាមួយនឹងគ្នាអញ្ចឹងតែធ្វើឲ្យលោកពូលេអូមានភាពសោកស្ដាយជាខ្លាំងចំពោះនាងតែគាត់ក៏មានចិត្តខឹងទៅកាន់លោករកជើទាំងដែរបន្ទាប់មកប៉ូលីសក៏បានមកស៊ើបការបន្តនៅផ្ទះអ្នកស្រីអាវ៉ាហើយសួរពីលោកពូលេអូអញ្ចឹងណាដោយសារតែគាត់នឹងគឺមានទំនាក់ទំនងជាមួយនឹងគ្នាអ្នកស្រីអាវ៉ាក៏បានប្រាប់ទៅពួកគេថាពិតហើយគាត់ក៏បានមកលេងផ្ទះរបស់ខ្លួនផងដែរក៏ប៉ុន្តែគាត់សុំជួបកូនស្រីរបស់ខ្លួនជាលើកចុងក្រោយហើយនាងក៏បានប្រាប់បន្តទៀតថាគាត់បានទៅកន្លែងមួយតែមិនដឹងថាគាត់ទៅធ្វើអីនោះទេពេលដែលនិយាយចប់ពួកប៉ូលីសនឹងក៏បានទៅកន្លែងដែលអ្នកស្រីបានប្រាប់ហ្នឹងពេលដែលទៅដល់ក៏បានឃើញភ្លើងឆាបឆេះសាកសពយ៉ាងខ្លោចខ្មៅងូងនៅទីនោះតែធ្វើឲ្យពួកប៉ូលីសទាំងអស់ហ្នឹងគិតថាគាត់គឺបានស្លាប់ហើយទូស្អែកឡើងអ្នកទាំងពីរហ្នឹងក៏បានមកជួបគ្នានៅក្នុងឡានហើយនាងហ្នឹងក៏បានហូចប៉ាសពតនិងលុយមួយចំនួនទៅឲ្យលោកពូលេអូដើម្បីរត់ភៀសខ្លួនរស់នៅបណ្ដោះអាសន្នសិនក៏ប៉ុន្តែគាត់បានផ្ញើសម្បត្តិមួយទៅកាន់កូនស្រីរបស់ខ្លួនផងដែរខ្លួនបានចាក់ចេញពីទីហ្នឹងហើយទោះបីជានាងខឹងយ៉ាងណាក៏នាងនៅតែជាកូនរបស់គាត់ដដែលហើយក៏បាននិយាយសំទោសដែលរឿងរ៉ាវទាំងអំបាម៉ានតែគាត់បានសាងនៅលើនាងហើយក៏សុំឲ្យនាងទទួលស្គាល់គាត់ថាជាពុកហើយនាងអានសារនៅបណ្ដាស្រក់ទឹកភ្នែកបណ្ដាហ្នឹងហើយសាច់រឿងកូលៀដោស្កបរបស់យើងវគ្គ2ក៏ត្រូវបានបញ្ចប់ដោយត្រឹមហ្នឹងហើយយើងនឹងទៅតាមដានទស្សនាហើយម្នាក់ថាមិនទាន់ចុច Subscribe ទេចុច Subscribe ម្នាក់មួយទៅហើយយើងនឹងទៅតាមដានទស្សនាវគ្គ3បន្តទៀតជាមួយនឹងគ្នាអរគុណបាយបាយ